កម្មវិធីគួរតែដឹងនាំមកជូនផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិមហាបានទស្សនិកជនខ្ញុំមិនចឹងហើយស្អីគេអាហ្នឹងមហាបានហ្នឹងគឺសួស្ដីក្នុងភាសាអារ៉ាប់ជុំជាអារ៉ាប់ទៀតលុយម៉ែហើយមិនបញ្ជាអារ៉ាប់ក្នុងអតីតហ្នឹងអញ្ចឹងហ្នឹងហើយ director គាត់ឆែកមើលអ៊ីនធឺណិតមើលរកពាក្យ hello អូក៏ប៉ុន្តែដោយសារប្រធានបទរបស់យើងនៅក្នុងសប្តាហ៍ហ្នឹងតើតទៅនឹងអារ៉ាប់តើតទៅនឹងខ្សែសាហារ៉ាណាចាវាខ្សែសាហារ៉ាគឺជាវាខ្សាច់ដែលធំជាងគេបង្អស់ហើយក្តៅជាងគេបង្អស់នៅក្នុងពិភពលោកយើងតែវាលាតសន្ធឹងរហូតដល់ទៅ 9.4 លានគីឡូម៉ែត្រកន្លះផ្ទៃនៃទ្វីបអាហ្វ្រិកឯណោះអូយធំខ្លាំងមែនតើបើសិនជាយើងប្រៀបធៀបទៅគឺសឹងតែថាប្រព័ន្ធសហរដ្ឋអាមេរិកតែម្ដងណាហើយបើប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាយើងវិញគឺធំជាងប្រទេសកម្ពុជារហូតដល់ទៅជាង50ដងឯណោះមានអារម្មណ៍ថាចង់ទៅលេងដូចបាតែគេមកយប់អីតើខ្ញុំដើរ5ថ្ងៃត្រឹមតែប្រហែលអង្សាសេហ្នឹងចង់ស្លាប់ហើយទៅសាហារ៉ាទៀតចប់ហ្មងបាច់ទេតែទោះបីជាឆ្នេរខ្សាច់នឹងក្តៅយ៉ាងណាក៏ដោយក៏នៅតែមានការធ្លាក់ព្រិលដែរបាទដែលមានការធ្លាក់ព្រិលលើកដំបូងបង្អស់ហ្នឹងគឺនៅឆ្នាំ1979នៅក្នុងប្រទេសអាល់ហ្សេរីតតែម្ដងចាបើសិនជាយើងនិយាយពីសីតុណ្ហភាពជាមធ្យមគឺពី30ទៅ40អង្សាសេហើយជួនកាលបើនិយាយពីសីតុណ្ហភាពគឺប្រែប្រួលរហ័សមែនតើព្រោះថាសឹងតែថាធ្លាក់ពី 37.5 អង្សាសេធ្លាក់ទៅដល់ដក0.5 បាទជារួមទៅយប់ពេលថ្ងៃឡើងនេះក្តៅខ្លាំងដល់ពេលយប់ឡើងត្រជាក់ខ្លាំងយប់ឡើងត្រជាក់ខ្លាំងហ្មងកកតែម្ដងនៅមួយអាទិត្យមិនតាន់នេះមុខក៏ស្លាប់ហ្មងទៅក្តៅពេកបាទអរគុណច្រើនទស្សនិកជនឃើញថាបើតាមពាក្យសាហារ៉ាជាភាសាអារ៉ាប់មានន័យថាឆ្នេរខ្សាច់ដែលធំជាងគេចាបើនិយាយពីចេះវិញនៅវាខ្សាច់សាហារ៉ាហ្នឹងណាគឺសម្បូរទៅដោយពំនូកធំមែនតើដែលពំនូកខ្លះគឺមានកម្ពស់រហូតដល់ទៅ180ម៉ែត្រអូអញ្ចឹងមានន័យថាគ្រាន់តែពេលខ្យល់បក់មកសាច់ហ្នឹងវារួមផ្ដុំចូលគ្នាខ្លះជាភ្នំមួយណាចាហើយបើសិនជានិយាយពីសត្វដែលអាចរស់នៅតំបន់នោះបានគឺមានដូចជាប្រភេទសត្វអូតសត្វអូទ្រីខ្លារខិនពូពឹសហើយឆ្កែព្រៃហើយនិងពពែទេអូអញ្ចឹងណាចាបាត់ចង់ទៅលេងមួយគាត់ទេជីអូតសុបាយណាគេថាអញ្ចឹងជីអូតតែដោយតំបន់ណាយើងមិនចេះទៅបបជួបពុះពុះអីទៅអូស្លាប់បណ្ដោយមិនសំខាន់ឯសារអញ្ចឹងសំខាន់សារទីតានសំលុយអត់តបានអត់មានលុយទៅនិយាយស្រួលស្ដាប់បាទកូនច្រើនឃើញថាទស្សនិកជនមួយចំនួនក៏បានដឹងហើយអំពីវាខ្សាច់សាហារ៉ាយើងសង្កេតឃើញថាពេលខ្លះទៅវាខ្សាច់សាហារ៉ានោះដូចជារីកធំពេលខ្លះទៅរួមទូចគឺវាប្រែប្រួលតាមអាកាសធាតុតែម្ដងបាទអរគុណថាយើងសង្កេតឃើញថាមនុស្សដែលគាត់រស់នៅទីនោះផ្ទាល់គឺជាមនុស្សមួយចំនួនដែលគាត់គ្មានទីលំនៅច្បាស់លាស់អញ្ចឹងមានន័យថាគាត់ប្រែប្រួលតាមអាកាសធាតុអញ្ចឹងបើសិនជាអាកាសធាតុនេះរៀងត្រជាក់រៀងស្រួលនៅគាត់នៅយើងទៅបើសិនជាអត់ស្រួលទេគាត់អាចទៅរៀងឆ្ងាយអញ្ចឹងណានិយាយរួមទៅគឺគាត់ដឹងតែម្ដងក្នុងរដូវកាលណាគាត់គួរទៅនៅកន្លែងណារដូវកាលណាគួរនៅតំបន់ណាអញ្ចឹងចាអរគុណច្រើនឃើញថាឥឡូវនេះកម្មវិធីរបស់យើងមកដល់ទីបញ្ចប់ហើយអរគុណទស្សនិកជនដែលបានតាមដានកម្មវិធីរបស់យើងសង្ឃឹមថាបន្ទាប់ពីទស្សនិកជនបានទស្សនាជាមួយនឹងកម្មវិធីគួរតែដឹងនេះហើយនឹងទទួលបានចំណេះដឹងបន្ថែមដើម្បីយកទៅចែករំលែកខ្លួនឯងផ្ទាល់ឬក៏ចែករំលែកទៅកាន់អ្នកដទៃផងដែរចាឥឡូវយ៉ារ៉ូដឹង director គាត់មកប្រាប់មកយ៉ាងម៉េចមិនថាម៉េចទៅគាត់ប្រៀបពាក្យមួយម៉ាអាសាឡាម៉ាអញ្ចឹងពាក្យថ្មីទៀតអត់មានន័យថាម៉េចហ៎មានន័យថាជំរាបលាអូខេឥឡូវម៉ាអាសាឡាម៉ាទស្សនិកជនបាទម៉ាអាសាឡាម៉ាសម្រាប់ថ្មី